លុយមូលនិធិចិត្ត$1,000,000ដែលបងប្អូនសពរសជនចូលតាមរយៈបាទPayPayDត្រូវបានបាទបងប្អូនមួយចំនួនបាទគាត់រិះគន់គាត់សួរដល់ច្រើនធ្វើឲ្យPayPayDមានការបាក់ទឹកចិត្តក៏បានការលើកទឹកចិត្តពីប្អូនប្រុសហេងវិសាលមិនបានប្រមាណផងប្អូនប្រុសហេងវិសាលនិងសេនីនេះក៏មានការរិះគន់ដេញដោលផ្សេងឬអីវ៉ាន់ផ្សេងធ្វើឲ្យវិសាលបាក់ទឹកចិត្តហើយក៏ត្រូវបានលើកទឹកចិត្តពីPayPayDវិញដែរហើយទាំងអស់គ្នាបានសច្ចាថានៅតែបន្តធ្វើការងារសប្បុរសធម៌បន្តទៀតដោយភាពស្មោះត្រង់និងជឿជាក់លើខ្លួនឯងផងដែរថ្ងៃនេះបាទខ្ញុំបាទទាំង4នាក់បាទបានធ្វើជាវាគ្មិនក្នុងកម្មវិធីបាទបើកតាំងពីពណ៌បាទផលិតផលខ្មែរដែលរៀបចំឡើងដោយសសយកដែលមានការអញ្ជើញចូលរួមបាទដល់ខ្ពង់ខ្ពស់ពីអាដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងវត្តមានអាដាមលោកជំទាវបាទថ្នាក់នាំជាច្រើនទៀតក៏ដូចជាបណ្ដាម្ចាស់ក្រុមហ៊ុនធំក្នុងប្រទេសជាណាចក្រកម្ពុជានិងបណ្ដាក្រុមហ៊ុនផ្សេងដែលបានចូលរួមក្នុងការដាក់តាំងពិព័រណ៍ផលិតផលខ្មែរក្នុងថ្ងៃនេះអាដាមហ៊ុនម៉ាណីលោកបានមានប្រសាសន៍បាទលើកទឹកចិត្តនិងជំរុញបន្ថែមដល់បណ្ដាក្រុមហ៊ុនខ្មែរយើងទាំងអស់ដែលកំពុងតែផលិតនិងបន្តផលិតនៅផលិតផលខ្មែរដែលមានគុណភាពក៏ដូចជាលើកទឹកចិត្តនិងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រផលិតផលខ្មែរក៏ដូចជាលើកទឹកចិត្តនិងជំរុញបន្ថែមដល់បណ្ដាក្រុមហ៊ុនផ្សេងដែលផលិតនៅផលិតផលខ្មែរនាំចេញទៅក្រៅប្រទេសក្រោមប្រធានបទខ្មែរធ្វើបានហើយការតាំងពិព័រណ៍នេះមាន3ថ្ងៃថ្ងៃ26 27 28បាទអញ្ចឹងបងប្អូនអាចទៅចូលរួមបានថ្ងៃនេះនិងថ្ងៃស្អែកទៀតបាទតើតងនឹងប្រធានបទដែលយើងខ្ញុំទាំង4នាក់ឡើងមកថ្ងៃនេះដែលមានការសម្របសម្រួលពីបងប្អូនសុភ័ក្រក្នុងប្រធានបទយើងចូលរួមទាំងអស់គ្នាបន្តទៀតក្នុងការជួយទៅដល់ការងារសង្គមជួយទៅដល់សប្បុរសធម៌ជួយទៅដល់បងប្អូនភាសាក៏ដូចជាជួយទៅដល់ការលើកទឹកចិត្តដល់បងវរៈកងទ័ពដែលកំពុងតែឈរជើងការពារតាមបណ្ដាព្រំដែនក៏ដូចជាអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលយើងឃើញថាមានការសាមគ្គីគ្នាខ្លាំងមែនទែនតាំងថ្នាក់ដឹកនាំតាំងកងកម្លាំងតាំងប្រជាពលរដ្ឋគឺបេះដូងតែមួយបាទគោលដៅតែមួយគឺការពារទឹកដីដូចនេះសូមបងប្អូនមកចូលរួមមកសាមគ្គីគ្នារួបរวมគ្នាបន្តទៀតក៏ដូចជាចូលរួមគាំទ្រផលិតនៅផលិតផលខ្មែរក៏ដូចជាគាំទ្រនៅផលិតផលខ្មែរផងដែរ